ហើយចឹងត្រីធំក៏វិបាកឡើងបើកន្លែងនេះបាទនៅក្នុងជុំវិញកោះនេះគឺទឹកតូចទេប៉ុន្តែមានការបូមចេញចូលជាប្រចាំបងប្អូនគ្នាប្រព័ន្ធទឹកគឺវិលចេញចូលជាប្រចាំហើយទស្សនវិជ្ជាទាំងអស់នេះខ្ញុំបង្ហាញជូនបងប្អូនគ្នាពុទ្ធបរិស័ទនៅតែបន្តធ្វើដំណើរមកកំសាន្តបាទនៅខាងក្នុងកោះបាទថតរូបលេងអង្គុយលេងបាទទស្សនវិជ្ជាបាទឥឡូវយើងមើលឃើញពីខាងក្នុងកោះក៏មើលទៅឃើញដែរបាទនេះរៀបចំបាទសឹងតែរួចរាល់ហើយកំពុងតែរៀបចំទីតាំងសម្គាល់ទីតាំងសក្ការៈបាទមានផ្កាមានផ្លែឈើហើយនឹងទស្សនវិជ្ជាខាងក្នុងយ៉ាងណាទៀតហើយខ្ញុំនឹងទៅបង្ហាញជូនបន្តដល់ពុកម៉ែបងប្អូនអ្នកគ្នាហើយក៏សូមអធិស្ឋានផងពុកម៉ែបងប្អូនអ្នកគ្នាអាចថាមិនច្បាស់នឹងថ្ងៃដែរទេប៉ុន្តែបើជាក់ស្ដែងយ៉ាងណាខាងក្នុងនេះពុកម៉ែបងប្អូនរៀបចំផ្កាស្រស់ហើយទីសក្ការៈបាទក្រុងប៉ូលីក៏បានរៀបចំដំឡើងឲ្យនេះពុកម៉ែបងប្អូនអ្នកគ្នាអញ្ចឹងយ៉ាងណាទៀតខ្ញុំនឹងបង្ហាញបន្តឲ្យខាងក្នុងបាទព្រះអង្គក៏នៅគង់នៅខាងក្នុងដើម្បីរៀបចំពិនិត្យដែរបាទការក្រាលព្រំក៏បន្តការក្រាលដូចគ្នាដែរនេះបាទមានសម្លេងរំខានច្រើនដោយសារតែការងារច្រើនក៏កំពុងតែបន្តការងារនៅក្នុងទឹកដីវត្តបាទច្រើនកន្លែងច្រើនទីតាំងនេះគឺកំពុងតែមានញឹកបាទហើយពុទ្ធបរិស័ទក៏នៅតែបន្តដំណើរមកអត់ដាច់ជាប្រចាំដូចពុកម៉ែបងប្អូនគ្នាឃើញបាទនេះជាលក្ខណៈគ្រួសារបាទនេះបាទញ៉ាវីដេអូផងបងសុំថតមួយមកដើមពេញបាទនិយាយទៅមកដើមវាដូចជាបាទដាក់បវរប្រវែងពី12ម៉ែត្របាទនេះបើប្រហែលទេខ្ញុំដូចជាមិនច្បាស់ហើយមានលីរបស់វាអញ្ចឹងណាពុកម៉ែបងប្អូនទស្សនវិជ្ជានៃការងារកំពុងតែស្ទូចចុះបាទកំពុងតែស្ទូចចុះនេះបាទហើយមិនតិចតោនទេបាទព្រោះទស្សនវិជ្ជាដែរយើងឃើញស្រាប់ហើយសម័យបាទបូកបញ្ចូលគ្នាបាទទស្សនវិជ្ជាប្លង់ 3D នៅខាងក្រៅបង្ហាញជាសន្លឹកគំរូប្លង់ស្អាតណាស់ពុកម៉ែបងប្អូនគ្នាហើយមកដល់ខាងមុខនេះបាទយើងមើលទៅស្រឡះស្អាតលេចធ្លោនេះគឺសាលាលួងបានជាងពណ៌សហើយតែនៅក្បាច់នៅច្រើនដែរពុកម៉ែបងប្អូននៅគំនូទៀតបើតាមតែព័ត៌មានទទួលដូចជាមានគំនូខាងក្នុងដែរប៉ុន្តែមិនដឹងយ៉ាងណាទេគ្រាន់តែថាទស្សនវិជ្ជាថ្មីខ្ញុំនឹងព្យាយាមបង្ហាញបន្តជូនពុកម៉ែបងប្អូនគ្នាបាទមកដល់ខាងមុខនេះគឺស្រមបលអ៊ៅសួងដែលសម្បូរទៅដោយសត្វមាន់បាទមានតូចរើមទារបស់គាត់ហើយព្រោះការងារគាត់ហើយបោករៀបចាក់ក្បាច់ចាក់សន្លឹកក្បាច់ហើយបាទអញ្ចឹងដល់វគ្គជាងក្បាច់ម្ដងបាទជាងរៀបជាងបោករួចរាល់បាទដកអន្ទាចេញបាទទស្សនវិជ្ជាបាទស្រស់ស្អាតមែនទែនជាមួយនឹងខ្លោងទ្វារទី3អានេះមិនទាន់បិទក្បាច់ផងតែយើងនឹងរងចាំខ្ញុំបាននឹងព្យាយាមបង្ហាញជូននៅពុកម៉ែបងប្អូនគ្នានៅក្បាច់ថ្មីតហូរចេញទៅខាងក្រៅបាទខាងក្រៅនេះទស្សនវិជ្ជាស្ពានគឺស្ពានថ្មីទេពុកម៉ែបងប្អូនគ្នាភាសានេះគឺដាច់ស្ពានមករួចហើយឥឡូវនេះទៅធ្វើថ្មីបាទឥឡូវខ្ញុំចោះទៅថតលើស្ពានជូនពុកម៉ែបងប្អូននេះបាទស្ពានកែលម្អថ្មីហើយក៏បញ្ជាក់ដែរស្ពាននេះគឺមិនមែនស្ពានវត្តទេគឺស្ពានម្ចាស់ដីនៅជាប់វត្តពុកម៉ែបងប្អូនគ្នាដែលគាត់ធ្វើឆ្លងហើយទស្សនវិជ្ជាពីខាងក្រោមវិញបាទខាងក្រោមទៅយើងបង្ហាញជូនបាទទំនប់បាទគោរពជម្រាបសួរពុកម៉ែបងប្អូនគ្នាទីគោរពស្រឡាញ់នៅខាងមុខមាត់គឺកោះគោកធ្លោកពុកម៉ែបងប្អូនគ្នាទស្សនវិជ្ជាអូចេះណាស់បាទថ្វាយបង្គំព្រះអង្គនៅខាងក្នុងកោះទស្សនវិជ្ជាពិសេសបាទអញ្ចឹងទស្សនវិជ្ជានេះផ្ញើជូនពុកម៉ែបងប្អូនគ្នាអូនេះបើមាត់ត្រីនឹងមាត់អូនេះបាទកាងានសួរក៏ចេញដែរបាទត្រីច្រើនធំណាស់នៅក្នុងកោះប្រជុំកោះគោកធ្លុននេះគឺត្រីធំជាងនៅក្នុងអូបាទចំណងកពាត់ជុំវិញកោះដោយសារតែខាងនោះទឹកធំហើយអញ្ចឹងត្រីធំក៏វិបាកឡើងបាទកន្លែងនេះបាទនៅក្នុងជុំវិញកោះនេះគឺទឹកតូចទេប៉ុន្តែមានការបូមចេញចូលជាប្រចាំពុកម៉ែបងប្អូនគ្នាប្រព័ន្ធទឹកគឺវិលចេញចូលជាប្រចាំហើយទស្សនវិជ្ជាទាំងអស់នេះខ្ញុំបង្ហាញជូនពុកម៉ែបងប្អូនគ្នាពុទ្ធបរិស័ទនៅតែបន្តធ្វើដំណើរមកកំសាន្តបាទនៅខាងក្នុងកោះបាទថតរូបលេងអង្គុយលេងបាទទស្សនវិជ្ជាបាទស្រស់ស្អាតគ្រប់កន្លែងទស្សនវិជ្ជាពេលនេះបាទមកនិយាយទៅក៏ជាពេលបាទត្រជាក់រៀងមេឃរៀងសតុំតិចហើយដែរបាទពពកនឹងទស្សនវិជ្ជាអូដែរពុកម៉ែបងប្អូនគ្នាមើលពីក្នុងកោះនៃការងារខាងដំបូលសាលាឆាន់នេះក៏ឃើញដែរ
ចឹងការងារបន្តមិនទាន់សម្រាប់ទេហើយសាលាឆាន់នឹងខ្ពស់ណាស់បាទយើងមើលឃើញមកដល់ក្នុងកោះនេះក៏ឃើញដែរបាទនេះអូបាទនេះហៅថាកាងានសួរពុកម៉ែបងប្អូនគ្នាដែលមិនស្គាល់បាទឬក៏យើងហៅថាកាងានហ្នឹងក៏ថែមពាក្យសួរកាងានសួរដោយសារតែផ្លាយខុសពីកាងានយើងណាកាងានយើងសម្បុរពណ៌សឬក៏ពណ៌ខ្មៅតិចតួចទេប៉ុន្តែនេះខ្មៅសុទ្ធបាទចំពោះពណ៌ក្រហមបាទខុសពីកាងានពូជនៅក្នុងស្រុកខ្មែររបស់យើងបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាថ្មីដែរមិនមែនទៅតែថ្មីឥឡូវនេះគឺថ្មីយូរហើយដែរខ្ញុំបង្ហាញនោះទស្សនវិជ្ជាយ៉ាងណាទេខ្ញុំព្យាយាមផ្ដិតជូនពុកម៉ែបងប្អូនគ្នាបានឃើញគ្រប់ទស្សនវិជ្ជាបាទទាំងក្នុងកោះទាំងក្នុងទឹកដីវត្តបាទមកជុំកោះមកដល់ខាងនេះវិញពុកម៉ែបងប្អូនគ្នាហើយខ្ញុំនឹងចេញទៅខាងក្រៅបាទចេញទៅខាងក្រៅនឹងបង្ហាញបច្ចុប្បន្នភាពបាទនៃមហារោងពុកម៉ែបងប្អូនគ្នាមហារោងដែលត្រៀមពិធីក្រុងប៉ូលីនេះឥឡូវយើងមើលឃើញពីខាងក្នុងកោះក៏មើលទៅឃើញដែរបាទនេះរៀបចំបាទសឹងតែរួចរាល់ហើយកំពុងតែរៀបចំទីតាំងសម្គាល់ទីតាំងសក្ការៈបាទមានផ្កាមានផ្លែឈើហើយនឹងទស្សនវិជ្ជាខាងក្នុងយ៉ាងណាទៀតខ្ញុំនឹងទៅបង្ហាញជូនបន្តដល់ពុកម៉ែបងប្អូនអ្នកគ្នាហើយក៏សូមអធិស្ឋានផងពុកម៉ែបងប្អូនអ្នកគ្នាអាចថាមិនច្បាស់នឹងថ្ងៃដែរទេប៉ុន្តែបើជាក់ស្ដែងយ៉ាងណាខ្ញុំនឹងបង្ហាញបច្ចុប្បន្នភាពបន្តជូនពុកម៉ែបងប្អូនអ្នកគ្នានៅថ្ងៃស្អែកទៀតបាទហើយទស្សនវិជ្ជានេះបាទឥឡូវនេះនៅក្នុងការប្រជុំទេពបន្លាយខ្ញុំបន្តដំណើរចេញទៅដើម្បីភ្ជាប់ទស្សនវិជ្ជាបាទពីក្នុងកោះហើយចេញទៅខាងមុខបង្ហាញបច្ចុប្បន្នភាពនឹងទីតាំងបាទរៀបចំកម្មវិធីផ្ទាល់នៅខាងមុខជូនពុកម៉ែបងប្អូនអ្នកគ្នាហើយចន្លោះហ្នឹងគឺស្អាតណាស់ពុកម៉ែបងប្អូនគ្នាបើយើងចេញពីបាទនេះចេញពីកោះគុកប្រជុំទេពគឺឆ្លងស្ពានព្រឹទ្ធពន្ធវសាឆ្លងពីព្រឹទ្ធពន្ធវសាសំដៅទៅខាងមុខនឹងឃើញទីតាំងបាទមហារោងបាទរៀបហ្នឹងគឺដំឡើងបាទអូនេះពុកម៉ែបងប្អូនគ្នាឧបករណ៍បំពងសំឡេងហៅថាមីក្រូនេះក៏បានបំពាក់ដំឡើងរួចរាល់ហើយខាងក្នុងការរៀបចំយ៉ាងណាទីខ្ញុំក៏មិនច្បាស់ដែរព្រោះទស្សនវិជ្ជានៅខាងក្នុងមិនមែនជាអាចកំបាំងទេដោយសារតែជាប់នឹងផ្លូវខាងក្រៅផងផ្លូវចូលក្នុងកោះផងប៉ុន្តែឥឡូវចង់បង្ហាញនៅទស្សនវិជ្ជាអូនេះសិនបាទអញ្ចឹងអូបាទស្រស់ស្អាតមែនទែនបាទការរៀបចំកាប់ឆ្កាសម្អាតជាប្រចាំហើយទស្សនវិជ្ជាស្ពានចន្លោះពីស្ពានទៅក៏ឃើញថាស្អាតផ្នែកខាងក្រៅណាពុកម៉ែបងប្អូនគ្នាបាទហើយព្រះអង្គគ្រូសូត្រស្ដាំព្រះអង្គក៏នៅក៏គង់នៅខាងក្នុងតែពិនិត្យមើលការងារដែរបាទអញ្ចឹងទស្សនវិជ្ជានេះខ្ញុំក៏មិនច្បាស់ថាយ៉ាងណាដែរតែមានតែព្យាយាមបង្ហាញបច្ចុប្បន្នភាពជូនពុកម៉ែបងប្អូនអ្នកគ្នាទស្សនាទាំងអស់គ្នាបាទហើយពិសេសបើតាមតែខ្ញុំដឹងដោយសារតែព្រះអង្គសង្ឃនិកាថ្ងៃកឋិនគឺទីតាំងកន្លែងដែលរៀបពិធីនេះគឺធ្វើជាសួនថ្មីដែលបច្ច័យកឋិនទាំងមូលហ្នឹងគឺបានសួននេះមួយបាទច្បាស់ព្រោះព្រះអង្គក៏លើកប្លង់បង្ហាញបាទលើកប្លង់បង្ហាញដែរពុកម៉ែបងប្អូនគ្នាបាទឥឡូវនេះគឺចាប់ផ្ដើមហើយបាទចាប់ផ្ដើមហើយប្លង់សួននេះតាមព្រះអង្គបញ្ជាក់ថាជាងបាទធ្វើឲ្យហើយមុនចូលឆ្នាំអញ្ចឹងកាន់តែពិសេសទៀតពុកម៉ែបងប្អូនគ្នាកាន់តែពិសេសទៀតបាទអញ្ចឹងទស្សនវិជ្ជាខាងក្នុងនេះពុកម៉ែបងប្អូនរៀបចំផ្កាស្រស់ហើយទីសក្ការៈបាទក្រុងប៉ូលីក៏បានរៀបចំដំឡើងឲ្យនេះពុកម៉ែបងប្អូនគ្នាអញ្ចឹងយ៉ាងណាទៀតខ្ញុំនឹងបង្ហាញបន្តឲ្យខាងក្នុងបាទព្រះអង្គក៏នៅគង់នៅខាងក្នុងដើម្បីរៀបចំពិនិត្យដែរបាទការក្រាលព្រំក៏បន្តការក្រាលដូចគ្នាដែរបាទនេះទីតាំងតម្កល់ទីកន្លែងសក្ការៈបាទតម្កល់ព្រះអង្គនៅខាងលើដើម្បីធ្វើការងារក្រុងប៉ូលីណាហើយក៏មិនច្បាស់នៅយ៉ាងណាទៀតដែរពុកម៉ែបងប្អូននេះគឺនៅខាងមុខបាទសំពៅទាំង3តែម្ដងបាទនេះនៅជាប់គ្នាបាទមើលឃើញណាបើចេញមកខាងមុខនេះវិញក៏នៅតែបន្តឃើញការងារនេះពុកម៉ែបងប្អូននេះអញ្ចឹងជាងកំពុងតែរៀបចំម្នាក់បាទរៀបចំម្នាក់ដើម្បីធ្វើការប្រកបាទសាលាឆាន់ហើយនេះបាទអញ្ចឹងផ្សារហើយការងាររបស់គាត់គឺទើបតែចាប់ផ្ដើមទេព្រោះការងារគាត់ច្រើនណាស់បាទនៅសល់សន្លឹកខាងនេះគឺដំឡើងគ្រោងដូចគ្នាហើយចុងខាងនេះក៏តម្លើងគ្រោងដូចគ្នាតែមើលឃើញពីចម្ងាយហើយទស្សនវិជ្ជាខាងនេះវិញគឺបាទនេះអ្នកម្ដាយកំពុងតែថតរូបជាមួយនឹងប្រជាពលរដ្ឋបកូនណាពុកម៉ែបងប្អូនគ្នាបាទនេះពុកម៉ែបងប្អូនទស្សនវិជ្ជារៀបចំហើយអញ្ចឹងទស្សនវិជ្ជានេះគឺតាមការស្មានប្រហែលជាការងាររៀបចំស្អែកបាទគួរដំឡើងបាទរៀបចំតុបតែងឲ្យអស់ហើយបាទអញ្ចឹងទស្សនវិជ្ជាយ៉ាងណាខ្ញុំនឹងបន្តបង្ហាញជូនពុកម៉ែបងប្អូនគ្នានៅព្រឹកស្អែកបន្តទៀតប៉ុន្តែ
và nơi hàng cõi này với những cái người chiêng và cặp bông tại chợ nơi mua bà nơi lơ tiếng mò nơi lơ sầm pâu hóng và sầm pâu hóng và tật tập hiệp có chỉ tật tập hiệp mấy đây và sầm pâu hóng cứ đặt nơi mua cột bò sạt đại miền Việt trong này của mai còn chua hàng lớn cái chua thì mùi chua hàng cám chua thì phi thì bầy chân cá chợ chua thì muối chật rùi ro là bà và to bị chua thì muối từ đó chua thì phi chẳng đi cái vậy đấy mấy chợ style ngày đi chẳng nhom năm 12มันต่อรู้โจtừข้างนอกtừ đây vọt và làm vậyแต่เพจจูนของมันบางคนเพจมันต่อบ่าโจมาข้างนอกปวดบ่าสัตว์ปูบองเนี่ยได้นะครับนะบ่าไอ้ขังโมก็ผมมาคนเรียคือการเงียบ่าตูดบ่าได้จบได้นี่คือได้จากkiaสันได้ตกผมมาคนเรียได้ละแต่เพจนี่คือพิเศษhọ đây trong một làn pin mình đang chỉ từng nguồnประมาณ tàu thì bà hô bà tập hiệp và đây ní cứ chỉ đây là đừng điệp chóm chặt lòng xe và nữ chỉ môi đừng kia sản lại cục đây tập hiệp và càng nghe bà này có to đa chê chia sẻ với mọi người và miền sầm đây đừng khan tràn sao là càng nghe tràn có phong tập to càng nghe nó không tập đây vọt và tràn tràn cả lai tràn thì tăng nó cứ có phong tràn một miền nhật này bà hay là cột bò sắt cần được tập to đừng na mỏ đạch và chỉ phải chăm đôi chúng ai vòng được thế khơi và đi chơi lẹp cả nạ pro xa và nè bà nhà vì tao phong bong sông thọt muôi bà sông thọt muôiแล้วปตอมาขันแน่เนี่ยแล้วเธอบังฮันจูนเปียมาตายเจสไลด์มาสนิทคอสกองมาคนที่หัวเกียก็พงแต่สร้างซ้องแต่ก็ในการเงินมันจำนวนก็ว่าบันเดียวก็คือมันมีสัตว์ในการบังฮันอย่างอ้อตีไอ้คนก็เจสไลด์ทองตามแบบนี้การสอบทรายบอกเยอะมากแต่การโดมีของพ่อคอสกองในการน้ำมันซ้อมรุ่มบ่าให้ตะเพียบบ่าก็อังก็ซองก็มันมุนมาโมบดาก็ได้ในขนมวัดก็ฮันนี่บ่าจังได้มาลานเป็นนี่กับพงแต่สตูจ่อของมาพงที่แต่ตายเช้าน่ะให้ถึงงนทุ่นได้นี่คือได้แต่ใส่ได้ขนังเปิลบนท้ายมาดามเป็นบ่อนใหญ่ตื้อมาดามวิดูจีบ่าได้บ่บ่บ่ไว้ปีนแต่ปีเมตรบ่านี้บ่บ่หายได้ขยมดูจีมันใช่ป่ะไอ้มินลีบ่เวียจังนะผมมาพงที่แต่เพียบในการเงียกับพงแต่สตูจ่อกับพงแต่สตูจ่อนี่bà mình tách tàu đi bà vô tập hiệp đấy chúng khơi sáp rồi ấy tập hiệp chẳng na tiếp thêm được bằng hai mình to chung của mai con kia chân là ngày này đai trôi bà đai trôi trái nên mà lan này cứ thằng nguồn mình tách tàu đây là cái phong cái trong studio bà hai bên cả lệch một càng nghe này bên này cái phong cái bà chun cái đá pum lang ấy tập hiệp càng lớn riêng trong thân nâm bà nương cái đá bà trò hai này chọc đầm và tay chết của cào này đã cúng chọc đầm riêng đây đặt món cái riêng nó khẳng lớn là mới chạm nơi sờ lắc long xe và ở nơi cái xu cho mà mình bảo này để mà đai cùng đai mơ cho all swing stem trong cài như khác còn và còn thì flop khơi flop squall hay tập hiệp cài như khácคือmình squall thì có thì hai ta càng nghiệp mày hay là nó cứ bà bong kia xong rồi có bàn bật quên hái bà bật hai bộ càng nghe càng cao hai đó càng nghe hàng lư đây này bà này cái chiêng và có phong được bột mê vô là thơ cá đạn nơi đây từ xa đến từ hơn một từ và chúng ta tập phiêu ca nghe có phong tập to nơi kháng lơ để dùng của tôi chia sẻ là ngay bây giờ mà một thời gian ngay ở đây trong một to lố này lược tàu rồi và ô mà trùng đi mình tạch tàu đi và lược trâu kháng nóng và lược trâu kháng nóng vĩnh của mai phone và lược thì muốn lược đã cao thì lược trâu nóng và tập lọc đi kháng nóng và một lời khả năng vinh ภาษาขนอกโทรดำน้ำอับบ้านได้ว่าจวบจะมวยล้านสูดได้จบ
cho bà to bằng hai bà to trâu từ tháng một tầm đòn tầm bây giờ tụi mày còn thì bán khơi và ti tăng ti than xong pre bà clown kia ti buôn clown kia ti bay ti muôi ti phi từ từ phim càng nghe này càng nông vọt thì thế sả chăn nương sả luông phong đài và nè càng nghe mấy những đâu càng cáo bơ khơi thôi ba là lâu mà đó càng nông này tụi mày còn thì đẹp cho từ từ phim tái càng nghe bà quạt thì có phong tay tụm lọc to thì môi nơi ca xa nơi cắt nơi càng nghe được bôi càng nghe sầm đập rõ nè từ từ phim dạng na tiếc mình chia riêng mình hai to mình cho chun tụi mày bằng bồn được gì bạt tận tâm nâng ở đây đây nơi chạy slide chia riêng bằng hai chun nơi ở đây vật và cọp nơi nông sạch đầy vót hai co bằng hai nơi ở đây chia tiếp ở xa mà đại cát niên đại cặp phong được sang xong cặp phong cái khơi bà chỉ phải chăm bà rò tiền thì sẽ làm kia bà chỉ muốn có cặp phong được sầm rọc đây bà cặp phong được sầm rọc cặp đàn và to ở thang đây không bạch bàสลักบาตรีได้การจะตรีเชิงขังเขานะก็แต่กระพงแต่เรียบจอมบ่าคืนเช้านี่คือเรียบจอมจะรุ่ยร้อนนั่งโยตบัดบ่าโยตบัดแล้วจะรอนี่เราคือโจตะขังขนมโจตะขังขนมคือมวยนั่งตัดเพียบสลาล่วงบ่าเกียบ่ออกมาจนแดงใส่บางไฮมันต่อจูนประมาณของปอนจบหมดจีสายพองบ่าในขังบกวิ่งจังตัดเพียบขังขนมกับนมเมนบ่ต่อบ่ากาบสะใบจะไปถือกรงในขังเลยไอ้หมกเรานี้บ่าเกียบ่ออกมาจนแดงใส่ได้ละคือท่าโดยจีตอนต่อการเงียบเตี้ยที่มือตื้อโดยจีสกังเพียบเชียงอัดคืนเชียงให้ก็มันดังได้บ่มือบานตะปีจำง่ายเต้มาคนเพียบมันจะมีข้าวบัดบ่าข้าวบัดนื้อสังเกียบออกมาจนแดงใส่ก็มันทอมมันอะไรตุ่มรงข้าวบัดบ่าอาจารย์จีสถาปัตยกรรมใบสมัยบ่าโบกุโจกเนี่ยบ่าตัดเพียบลองส 3D ในขังกลางบางห้างจีสลักผมรู้คลองสะอาดนะประมาณคนนี้ไอ้มันออกขังบกกันเนี่ยบ่ายังเบอร์สลักสะอาดเล็กโลนี่คือสลาล่วงบานเชียงปอซอให้แต่nơi có bạch nơi tràn đá bằng mai còn thế nơi cầm nu tiếp được tam được con bên được tối đôi chỉ bên cầm nu hàng khăn nóng đá bằng tam đang dạng ná thì còn là tha tập tập hiệp mấy mấy xem chi gì bằng hai mình to chùm bằng mai bằng con này và mà đo cả một đấy cứ xong bao là hoặc là xuống đây là sầm bồ từ đó sạt mòn mà miền tối miền thông hay sạt mòn pi cu ở đây thông bà hay nơi hàng khăn nóng có tràn này chân là ti tăng mình xong bao là cứ bà nơi đám chơi thông mà chết tràn mình tên và chỉ môi sả luống đôi chim toàn mình là vây và thay mình tiết đá đi ngày nay cứ ở miền chiêng thì chân chim sông bằng hai tại bản nét và to đầm ná từ kháng bốc chỉ môi đường khlang thuê thị bay và này khlang thuê thị bay ấy bộ máy bọn kia và chiêng chấp đam rơ và rơm tia và cọt hai bộ ca nghe cọt hai bột riệp chặt có bài chặt sẵn lắc bài hai và chân đó vẽ chiêng các bạch mà đón và chiêng riệp chiêng bột rụi róng và đọn tia chành và tập hiệp và so sánh mình tên cho môi đường cloud thuê thị bay vàនេះមិនទាន់បិទក្បាច់ផងតែយើងនឹងរងចាំខ្ញុំបាននឹងព្យាយាមបង្ហាញជូននៅពុកម៉ែបងប្អូនគ្នានៅក្បាច់ថ្មីvàចូលវគ្គជាងក្បាច់ជូនពុកម៉ែបងប្អូនគ្នាបន្តហើយយ៉ាងណាទៀតក៏សូមអធិស្ឋានខន្តីភ័យទោសផងបើក្រែងលោកខុសឆ្គងដោយប្រការណាមិនសមរម្យហើយបើព្រះវិហារគឺកំពុងតែបោកកសនៅជ្រុងមកខាងបាទជ្រុងខាងជើងបាទនៅខាងជើងឯណោះបងខ្ញុំដើរមកខាងត្បូងហើយណាអត់បានឃើញគាត់បោកទេបាទបាទแล้วមកដល់ទស្សនវិជ្ជានៃខ្លងទ្វារបរមរតនមហាមង្គលបាទប្រាសាទព្រះភូមិមកជាងគាត់ចូលវិញហើយការលាបថ្នាំបៀកថ្នាំបន្តទស្សនវិជ្ជាបើខានឃើញគាត់ចូលធ្វើតាំងពីប្រជុំដល់ថ្ងៃនេះបាទហើយក៏មិនដឹងថាយ៉ាងណាទៀតអធិស្ឋានផងពុកម៉ែបងប្អូនគ្នាបើថាការងារបង្ហាញទស្សនវិជ្ជានេះមិនល្អមិនច្បាស់ហើយក៏សូមអាចจะជួយខមមិនខាងក្រោមវីដេអូដើម្បីឲ្យខ្ញុំបានដឹងផងបាទអញ្ចឹងទស្សនវិជ្ជានេះខ្ញុំសូមចេញទៅខាងមុខតែម្ដងតាមច្រកនៃខ្លងទ្វារបរមរតនមហាមង្គលបាទផ្ដិតទស្សនវិជ្ជាពីខាងមុខបាទពួកខាងក្នុងនេះគឺកុំឲ្យថាផ្ដិតដដែលគេលោថាពុកម៉ែបងប្អូនគ្នាធុញអញ្ចឹងជាក់ស្ដែងនេះជាងក៏នៅខាងក្នុងហើយខាងនេះក៏មានក្រុមការងារបងកំពុងតែយកដីចេញដែរអញ្ចឹងឥឡូវខ្ញុំចេញតាមច្រកនេះខ្លងទ្វារបរមរតនមហាមង្គលចេញទៅខាងក្រៅតែម្ដងពុកម៉ែបងប្អូនគ្នា
បាទនេះចេញមកខាងក្រៅពុកម៉ែបងប្អូនទិដ្ឋភាពដ៏ស្រស់ស្អាតនៃខ្លងទ្វារបរមរតនមហាមង្គលហើយនឹងកពូលប្រាសាទព្រះភូមិងាកមកខាងស្នាមនេះគឺខ្លងទ្វារទី1វិស័យជ័យរិទ្ធបាទនេះខ្លងទ្វារវិស័យជ័យរិទ្ធទិដ្ឋភាពយ៉ាងណាទៀតខ្ញុំនឹងបង្ហាញបន្តជូនទៅខាងមុខបន្តទៀតបាទចន្លោះនេះស្អាតណាពុកម៉ែបងប្អូនគ្រប់កន្លែងដោយសារតែផ្លូវហើយនឹងទិដ្ឋភាពសំណង់ពិសេសរបងខ្លងទ្វាររួចរាល់ព្រមទាំងទំនប់ព្រមទាំងសួនស្មៅឃើញថាស្អាតអញ្ចឹងទិដ្ឋភាពនេះជាកន្លែងដែលតាក់ទាញមែនតើណាសម្រាប់ពុកម៉ែបងប្អូនអ្នកគ្នាដែលចង់ថតរូបលេងគឺពីច្រើនមកដល់ថតរូបចំជាមួយនឹងខ្លងទ្វារបរមរតនមហាមង្គលហើយនឹងទិដ្ឋភាពខ្លងទ្វារវិស័យជ័យរិទ្ធនៅខ្លងទ្វារទី1ឥឡូវខ្ញុំបន្តចូលទៅខាងក្នុងខាងក្នុងបង្ហាញទំនប់ទឹកជូនពុកម៉ែបងប្អូនអ្នកគ្នាម្ដងទៀតដើម្បីជាទិដ្ឋភាពផលិតទិដ្ឋភាពថ្មីជូនបន្តដល់ពុកម៉ែបងប្អូនទាំងគ្នាហើយក៏សូមអធិស្ឋានខន្តីអភ័យទោសផងបើសិនជាមានកំហុសខុសឆ្គងដោយប្រការណាមិនសមរម្យសូមអធិស្ឋានដល់ខ្ញុំបាទផងសម្រាប់សម្លេងក៏បញ្ជាក់ឲ្យបញ្ជាក់ទៀតបាទសម្លេងខ្ញុំបាទនេះគឺមិនព្រោះរំដំទេប៉ុន្តែឲ្យយ៉ាងណាក្តីដោយសារតែជាអារម្មណ៍ទឹកចិត្តដែលចង់បង្ហាញបច្ចុប្បន្នភាពចឹងបើខុសឆ្គងត្រង់ចំណុចណាមិនសមរម្យសូមអធិស្ឋានខន្តីទុកជាមុនហើយក៏អរគុណរាល់ការគាំទ្ររបស់ពុកម៉ែបងប្អូនគ្នាតែងតែគាំទ្រខ្ញុំបាទដែលបង្ហាញវីដេអូជូនពុកម៉ែបងប្អូនគ្នាមានការខមមិនមានការលើកសរសើរនិងកែលម្អខ្ញុំបាទហើយខ្ញុំនឹងបន្តការកែលម្អដោយរិះរោចនិងខិតខំកែប្រែខ្លួនឯងដើម្បីឲ្យពុកម៉ែបងប្អូនគ្នាបានពេញចិត្តហើយនឹងព្យាយាមរកបាទផ្ដិតទិដ្ឋភាពណាដែលថ្មីជូនដល់ពុកម៉ែបងប្អូនគ្នាបាទនេះខ្លងទ្វារទី3បាទពីខាងក្រៅបាទឥឡូវបន្តដល់ទំនប់ទឹកហើយឥឡូវខ្ញុំនឹងបង្ហាញបន្តជូនពុកម៉ែបងប្អូនបាទទំនប់ទឹកបាទសំឡេងទឹកហូរបាទដូចទឹកជ្រោះហើយជាសភនភាពមួយណាបាទឥឡូវទៅទៀតខ្ញុំនឹងចុះទៅបាទថតបង្ហាញពុកម៉ែបងប្អូនគ្នាលើស្ពានបាទទឹកនេះហូរចុះទៅខាងក្រោមបន្តគឺហូរចេញទៅក្នុងបាទអូដែលធ្វើដំណើរបន្តហូរចេញទៅខាងក្រៅបាទខាងក្រៅនេះទិដ្ឋភាពស្ពានគឺស្ពានថ្មីទេពុកម៉ែបងប្អូនគ្នាភាសានេះគឺដាច់ស្ពានមករួចហើយឥឡូវនេះទៅធ្វើថ្មីបាទឥឡូវខ្ញុំចុះទៅថតលើស្ពានជូនពុកម៉ែបងប្អូននេះបាទស្ពានកែលម្អថ្មីហើយក៏បញ្ជាក់ដែរស្ពាននេះគឺមិនមែនស្ពានវត្តទេគឺស្ពានម្ចាស់ដីនៅជាប់វត្តពុកម៉ែបងប្អូនគ្នាដែលគាត់ធ្វើឆ្លងហើយទិដ្ឋភាពពីខាងក្រោមវិញបាទខាងក្រោមទៅយើងបង្ហាញជូនបាទទំនប់ទឹកគឺមាំណាស់ពុកម៉ែបងប្អូនគ្នាមហាមាំហើយបាទហើយការកែលម្អនេះគឺឆ្នាំនេះបាទស្អាតប្លែកថ្មីហើយយើងឃើញថាទឹកបាទនិយាយពីទឹកឡើងព្រៀបបាទស្ទើរតែព្រៀបនៃទំនប់នេះប៉ុន្តែមិនមានបញ្ហាទេសុខចិត្តច្រោះដីនៅខាងនេះខាងក្រោមយ៉ាងណាដោយសារតែទឹកខ្លាំងបាទរដូវវស្សាខាងចុងវស្សានេះគឺទឹកច្រើនអញ្ចឹងក៏បន្តការភ្លៀងខាងលើច្រើនហើយទឹកក៏បន្តហូរធ្លាក់មកច្រើនដែរទិដ្ឋភាពនេះគឺថ្មីសម្រាប់ថ្ងៃនេះហើយខ្ញុំនឹងបន្តបង្ហាញជូនពុកម៉ែបងប្អូនគ្នាបន្តទៀតចេញទៅវិញនឹងបង្ហាញនៅខាងដើមវិញមកចង់បង្ហាញមួយជុំតែម្ដងគឺមហារោងខាងមុខកោះប្រជុំទេពបាទឥឡូវចេញទៅជាមួយខ្ញុំបង្ហាញទិដ្ឋភាពបន្តជូនពុកម៉ែបងប្អូនបាទនេះពុកម៉ែបងប្អូននេះទិដ្ឋភាពខ្លងទ្វារទី3ស្របផ្លូវនេះទៅខាងមុខគឺបាទខាងមុខនេះគឺមហារោងហើយបាទកំពុងតែរៀបចំបាទនេះពុកម៉ែបងប្អូននេះបាទរៀបចំតុបតែងហើយបាទការរៀបចំកិច្ចការឲ្យព្រះអង្គគ្រូសូត្រស្ដាំព្រះអង្គកំពុងតែមានវត្តមាននៅខាងក្នុងមហារោងដើម្បីរៀបចំបាទចង្អុលបង្ហាញការរៀបចំតុបតែងផ្សេងដែលត្រៀមពិធីហើយខ្ញុំក៏មិនច្បាស់ 100% ដែរតែគាត់យ៉ាងណាក៏ចង់បង្ហាញបច្ចុប្បន្នភាពដែលមាននៅក្នុងទឹកដីវត្តថ្ងៃនេះជូនពុកម៉ែបងប្អូនគ្នាហើយទិដ្ឋភាពបាទល្ងាចដែរអធិស្ឋានផងបាទទិដ្ឋភាពនេះគឺមិនទាន់ដល់ម៉ោងទេប៉ុន្តែការងារបាទរៀងតិចបន្តិចហើយបាទម៉ោងក៏គៀកនឹងម៉ោង5ដែរបាទទិដ្ឋភាពមានប៉ុណ្ណេះទេហើយខ្ញុំក៏មិនបង្ហាញអ្វីដែលច្រើនលើសលប់ដែរព្រោះកុំឲ្យច្រើនដូចអ្វីដែលខ្ញុំតែតែបង្ហាញជូនអញ្ចឹងតែខ្លាចតែពុកម៉ែបងប្អូនគ្នាធុញព្រោះដោយសារតែខ្ញុំបង្ហាញច្រើនទៅបាទវែងឆ្ងាយទៅគេលោថាធុញពេកនិយាយដដែលជន់ពាក្យគ្នាអញ្ចឹងក៏ព្យាយាមដើម្បីកុំឲ្យពុកម៉ែបងប្អូនគ្នាធុញដែរព្រោះទិដ្ឋភាពហើយសូមបង្ហាញថានេះមហារោងគឺសង់បាទត្រៀមរៀបចំបាទច្រើននៅខាងក្នុងហើយទិដ្ឋភាពបន្តយ៉ាងណាទៀតខ្ញុំសូមបង្ហាញប៉ុណ្ណេះហើយអធិស្ឋានផងសូមបញ្ចប់ទិដ្ឋភាពហើយជូនពរពុកម៉ែបងប្អូនគ្នា
ជួបតែសេចក្តីសុខប្រកបរបរទទួលទានមានបានធ្វើដំណើរទីចិត្តឆ្ងាយនេះសូមសុខសុវត្ថិភាពបាទអញ្ចឹងអរគុណច្រើនខ្ញុំបាទសូមជម្រាបលា